សួស្តីនេះជាអាទិត្យបន្ទាប់ដែលនឹងត្រូវប្រកាសខ្លួនសម្រាប់ Smartphone លំដាប់កំពូលទាំង10ប្រចាំសប្តាហ៍ទី47វានៅតែបន្តសម្រាប់ Smartphone លំដាប់កំពូលផលិតដោយក្រុមហ៊ុនចិនបន្តដដែលឈរជាប់ចំណាត់ថ្នាក់លេខ1រហូតមកពីមុនគឺ OnePlus 15 អស់4សប្តាហ៍មកហើយប៉ុន្តែនៅពីក្រោយការទទួលបានជោគជ័យនេះក៏មិនភ្លេច Smartphone លំដាប់បង្គោលមួយទៀតរបស់ក្រុមហ៊ុន Samsung គឺ A56 5G ចំណាត់ថ្នាក់លេខ2និងបន្តកន្ទុយពីក្រោយលេខ3ដោយ Smartphone របស់ក្រុមហ៊ុន Xiaomi គឺ S8 Ultra លេខ3បន្ទាប់ពីបានបង្ហាញខ្លួនក្នុងសប្តាហ៍នេះបានយ៉ាងល្អរីឯ Smartphone ដែលរំកិលចំណាត់ថ្នាក់ចុះពីកំពូលទាំង3របស់ Smartphone សប្តាហ៍មុនហើយក៏ជា Smartphone លំដាប់កំពូលល្បីមួយដែរគឺ Galaxy S25 Ultra ទទួលបានលេខ4តាមពីក្រោយផ្ទាល់ដោយក្រុមហ៊ុនយក្សជាដៃគូប្រកួតប្រជែងគ្នាស្វិតស្វាញបំផុតគឺ iPhone 17 Pro Max ងាកមកមើល Smartphone model មួយទៀតឈ្មោះ Xiaomi 17 Pro Max ធ្វើមិនបានល្អដោយមិនបានទទួលការចាប់អារម្មណ៍ខ្លាំងបណ្ដាលឲ្យវារបូតចំណាត់ថ្នាក់ធ្លាក់មកកាន់លេខ6ដោយអមមកជាមួយ Smartphone កំពូលមួយទៀតដែលក្នុងការហាលអាវគឺ Oppo Find X9 Pro ជាប់លេខ7ចំណាត់ថ្នាក់ល្អជាង Smartphone លំដាប់ថវិកាបន្តិចរបស់ក្រុមហ៊ុន Samsung គឺ A17 លេខ8និងចំណាត់ថ្នាក់ចុងក្រោយគេបង្អស់ទាំងពីរសម្រាប់លេខ9ដែលជា Xiaomi Poco S8 Pro 5G និង Xiaomi Poco X7 Pro លេខ10សម្រាប់សប្តាហ៍ទី47សូមអរគុណ